ការនិយាយឬសួរសំណួរមកកាន់ខ្លួនឯងជាការពិតណាស់យើងបានចំណាយពេលយ៉ាងច្រើននិយាយទៅកាន់អ្នកដទៃតែបែរជាបាននិយាយតិចតួចមកកាន់ខ្លួនឯងឬក៏មិនដែលបាននិយាយសោះបើអ្នកសួរថាតើអ្នកធ្លាប់បាននិយាយជាមួយនឹងខ្លួនឯងទេអ្នកខ្លះប្រហែលជាគិតថាការដែលនិយាយជាមួយនឹងខ្លួនឯងវាជារឿងចម្លែកនិងគួរឲ្យអស់សំណើចខ្លាំងណាស់រហូតអាចគិតថាមានតែមនុស្សឆ្កួតប៉ុណ្ណោះដែលធ្វើរឿងនេះជាទូទៅមនុស្សធម្មតាតែងតែគិតថាការដែលនិយាយជាមួយនឹងខ្លួនឯងវាគឺជារឿងចម្លែកតែផ្ទុយទៅវិញខ្ញុំគិតថាវាជារឿងចម្លែកឬមិនចម្លែកទេប៉ុន្តែខ្ញុំគ្រាន់តែដឹងថាវាអាចលើកទឹកចិត្តខ្លួនឯងបានតើអ្នកកំពុងតែរង់ចាំការនិយាយលើកទឹកចិត្តពីអ្នកដទៃមែនទេតើអ្នកដទៃគេអាចនឹងនៅក្បែរយើងគ្រប់ពេលវេលាបានដែរឬទេហើយថាតើពួកគេតែងតែចំណាយពេលវេលារបស់ពួកគេនិយាយលើកទឹកចិត្តយើងមែនទេតើអ្នកដទៃអាចដឹងរឿងនៅក្នុងចិត្តច្បាស់ជាងខ្លួនឯងមែនទេនៅត្រង់ចំណុចនេះខ្ញុំអាចនិយាយបានថាគឺมันអាចដឹងរឿងគ្រប់យ៉ាងនៅក្នុងចិត្តរបស់យើងបានទាំងអស់នោះទេគឺមានតែយើងម្នាក់គត់ដែលអាចរស់នៅជាមួយនឹងខ្លួនឯងគ្រប់ពេលវេលាហើយគឺមានតែអ្នកម្នាក់គត់ដែលដឹងច្បាស់ពីអារម្មណ៍ខ្លួនឯងនិងអ្វីដែលខ្លួនឯងចង់បានជាការពិតគឺមានតែអ្នកម្នាក់គត់ដែលរងទទួលនៅផលប៉ះពាល់ដែលនឹងកើតឡើងមកលើខ្លួនឯងដូច្នេះត្រូវចាប់ផ្ដើមនៅថ្ងៃថ្មីនៅសំណួរដែលខ្លួនឯងចង់សួរហើយអ្នកក៏ត្រូវតែឆ្លើយដែរចូលសាកល្បងសួរសំណួរមួយចំនួនដូចខាងក្រោមទី1តើជារឿងអ្វីដែលល្អបំផុតដែលខ្ញុំត្រូវធ្វើនៅថ្ងៃនេះទី2តើខ្ញុំបានធ្វើអ្វីខ្លះហើយអ្វីខ្លះដែលខ្ញុំមិនទាន់បានធ្វើទី3តើការងារសំខាន់អ្វីទៀតដែលខ្ញុំត្រូវធ្វើនៅថ្ងៃស្អែកទី4តើអ្នកណាខ្លះជាមនុស្សសំខាន់នៅក្នុងជីវិតរបស់ខ្ញុំហើយតើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីពួកគេលើសពីនេះទៅទៀតអ្នកត្រូវតែបន្តសំណួរសួរមកកាន់ខ្លួនឯងជាប្រចាំរាល់ពេលដែលអ្នកជួបបញ្ហាការលំបាកនៅក្នុងជីវិតច្បាស់ណាស់ចម្លើយអ្នកទាំងអស់គ្នាប្រកាសជាគិតទៅដល់វាប៉ុន្តែខ្ញុំសូមផ្ដល់ចម្លើយដ៏ត្រឹមត្រូវមួយគឺជាសកម្មភាពរបស់អ្នកពេលខ្លះសំណួរដ៏សាមញ្ញជាប្រចាំបែបនេះគឺអាចលើកទឹកចិត្តខ្លួនឯងបានមិនតិចនោះឡើយមានលោកគ្រូម្នាក់ជាជនជាតិអាមេរិកបានលើកឡើងថាអំពីទម្លាប់ដែលសួរខ្លួនឯងនៅពេលព្រឹកឲ្យខ្លួនខ្ញុំអើយខ្ញុំអាចមានឥទ្ធិពលឲ្យខ្លួនឯងរីករាយឬមិនរីករាយនៅថ្ងៃនេះគឺខ្ញុំអាចជ្រើសរើសមួយណាក៏បានកាលពីថ្ងៃម្សិលមិញបានស្លាប់បាត់ទៅហើយរីឯថ្ងៃស្អែកក៏មិនទាន់មកដល់គឺខ្ញុំមានតែមួយថ្ងៃគត់គឺនៅថ្ងៃនេះគឺខ្ញុំចាំបាច់ត្រូវតែរីករាយពេលវេលាដ៏ស្រស់បំព្រងឲ្យល្អបំផុតនៅក្នុងថ្ងៃនេះ